ចង់ទៅជួយពេទ្យកុមារអង្គរដោយសារខ្ញុំមើលឃើញទឹកចិត្តអ្នកដែលគាត់មកបង្ជា founder គាត់អត់មានចំណេញទេសោះគាត់យកមកបង្កើតពេទ្យកុមារអង្គរដើម្បីជួយមើលថែរក្សាសុខភាពដល់កុមារកម្ពុជាអាហ្នឹងហើយដែលជំរុញទឹកចិត្តខ្ញុំដែលធ្វើឲ្យខ្ញុំចង់ទៅជួយពេទ្យកុមារអង្គរកាលមុនខ្ញុំអាសាទៅសៀមរាបហើយខ្ញុំជីកាត់ទៅខ្ញុំឃើញក្មេងជាច្រើនដែលចូលមកព្យាបាលនៅកន្លែងហ្នឹងខ្ញុំក៏ឆ្ងល់ថាពេទ្យគេហើយមកខ្ញុំទៅសួរអ្នកភូមិមិនអ្នកភូមិសំទោសអ្នកនៅតាមផ្លូវហ្នឹងគេថាហ្នឹងពេទ្យកុមារអង្គរបង្កើតឡើងដោយជនជាតិជប៉ុនមួយដែលគាត់ជាអ្នកថតរូបហើយគាត់មកជួយកុមារពេទ្យកុមារអង្គរហ្នឹងប៉ុន្តែខ្ញុំអត់គាត់ទេខ្ញុំគាត់ដឹងប៉ុណ្ណឹងហើយខ្ញុំគិតថាអូល្អមែនដែលបានគាត់មកជួយកុមារខ្មែរយើងជាពិសេសនៅខេត្តសៀមរាបមិនមែនតែខេត្តសៀមរាបទេគឺខេត្តផ្សេងៗជុំវិញសៀមរាបហ្នឹងអាចយកមកព្យាបាលទាំងអស់ដោយអត់មានគិតថ្លៃទេដោយសារខ្ញុំឃើញតែអញ្ចឹងហើយបានខ្ញុំចង់ជួយជាចំណែកខ្លះនៅក្នុងការជួយដល់ពេទ្យកុមារដោយសារខ្ញុំមានរេស្តូរ៉ាំងអញ្ចឹងអ្វីដែលខ្ញុំអាចជួយបានគឺនៅពេលដែលខ្ញុំអាចលក់គុយទាវមួយចានឬហ្វឺមួយចានឬអ្វីមួយចានហ្នឹងគឺខ្ញុំដកលុយចំណេញរបស់ខ្ញុំ 1000 រៀលហើយខ្ញុំប្រមូលជារៀងរាល់ខែជូនទៅមន្ទីរពេទ្យកុមារអង្គរដើម្បីជាការជួយហើយក៏ជាការតបស្នងនៅសង្គមយើងវិញដែរយើងចាស់ហើយយើងទៅបាត់ហើយកុមារដែលទៅជាស្នងអនាគតរបស់យើងអញ្ចឹងសូមអំពាវនាវដល់អ្នកដែលមានរេស្តូរ៉ាំងឬក៏មាន business ណាក្តីឬក៏មានធុរកិច្ចណាក្តីដែលមានការចំណេញហើយយើងដកចំណាយខ្លះដើម្បីយើងទៅជួយកុមារបាទយើងជួយកុមារទៅជួយឲ្យគាត់មានសុខភាពល្អកាលណាសុខភាពល្អបានគាត់រៀនសូត្របានល្អសុខភាពគឺអ្វីជាចម្បងបើមានសុខភាពគ្រួសារគាត់ក៏អត់មានចំណាយលុយឲ្យច្រើនដែរអត់មានគិតពាក់ព័ន្ធនឹងសុខភាពទេគឺម្ដាយពួកគាត់គិតតែរកស៊ីឬធ្វើអាជីវកម្មផ្សេងៗតែបើកុមារមានជំងឺហើយគឺគាត់អត់បានទៅធ្វើទេគាត់មកតែមកមើលតែកុមារនឹងជាកូនជាទីស្រឡាញ់របស់គាត់សូមអរគុណមិត្តភ័ក្តិមួយចំនួនធំរបស់ខ្ញុំដែលគាត់បានជួយតាមរូបភាពផ្សេងៗគ្នាបាទរូបភាពផ្សេងៗតែខ្ញុំជួយតាមរូបភាពរបស់ខ្ញុំតាមចំណែករបស់ខ្ញុំបាទសូមអរគុណកិច្ចសហការជាដៃគូសប្បុរសធម៌ជាមួយមន្ទីរពេទ្យកុមារអង្គរគឺជាសសរស្តម្ភដ៏រឹងមាំក្នុងការបន្តបេសកកម្មជួយសង្គ្រោះជីវិតកុមារប្រកបដោយក្តីមេត្តាករុណានិងគុណភាពខ្ពស់យើងខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូសប្បុរសធម៌របស់មន្ទីរពេទ្យកុមារអង្គរទាំងអស់ដែលបានវិនិយោគទៅលើសុខភាពកុមារនិងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងសូមទំនាក់ទំនងដើម្បីក្លាយទៅជាដៃគូសប្បុរសធម៌ជាមួយមន្ទីរពេទ្យកុមារអង្គរតាមរយៈ